បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង YouTube ទៀតហើយថ្ងៃនេះ YouTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបយកវីដេអូដែលយើងបានផុសហើយយកមកផុសធ្វើជា short វិញតែម្ដងអញ្ចឹងយើងអាចធ្វើវាបាននៅក្នុង YouTube របស់យើង direct តែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅក្នុង YouTube channel របស់យើងមកអញ្ចឹងពេលយើងចូលមកដល់ក្នុង YouTube កន្លែងនេះយើងចូលនៅកន្លែង YouTube របស់យើងមកបន្ទាប់មកបងប្អូនយកកន្លែង View Channel យើងចុចពីលើវាដើម្បីចូលនៅក្នុងកន្លែងវីដេអូរបស់យើងបាទយើងយកកន្លែងវីដេអូអញ្ចឹងឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាចង់យកវីដេអូមួយណាដែលបងប្អូនចង់យកវាធ្វើជា short វិញអញ្ចឹងបងប្អូនយកកន្លែងត្រេចចុចនេះមកសិនមកយើងយកកន្លែងពាក្យថា edit បាទយើងយក edit នេះមកអញ្ចឹងយើងទៅ copy អក្សរសិនពេលយើងធ្វើ short យើងបង្កត់ជាសរសេរចំណងជើងហើយអញ្ចឹងយើងយកចំណងជើងនឹងតែម្ដងមកបាទយើង copy វាបន្ទាប់មកយើងចុចខ្វែងចេញមកវិញមកអញ្ចឹងយើងចុចលើវីដេអូនឹងតែម្ដងបងប្អូនទាំងអស់គ្នាយើងធ្វើបានចុចឲ្យបងប្អូនយើងចុចលើវីដេអូនឹងហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាយកកន្លែងពាក្យថា remix បងប្អូនទាំងអស់គ្នាបាទយើងចុចពាក្យថា remix ហ្នឹងមកអញ្ចឹងវានឹង load មកឲ្យយើងនេះគេដាក់ edit into a short អញ្ចឹងបងប្អូនចុចពីលើវាមកអញ្ចឹងវានឹងឲ្យយើងចុចសង្ឃឹមថាប្រែវីដេអូហ្នឹងបងប្អូនទាំងអស់គ្នាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង YouTube នេះអូខេអញ្ចឹងយើងអាចវីដេអូហ្នឹងយើងអាចសេរីវាទៅ1នាទីមកទៀតហើយយើងយក YouTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាយើងសេរីវាទៅ1នាទីប្រើវាជាមួយនឹង CapCut ទៀតហើយ green screen បាទអញ្ចឹងបងប្អូនទាំងអស់គ្នាចង់សេរីយកកន្លែងណាមកបាទយើងយកសេរីកន្លែងណាយើងចង់បានបងប្អូនទាំងអស់គ្នាអូខេឧទាហរណ៍ខ្ញុំយកប៉ុណ្ណឹងចោះហ្វុនតូហើយបងប្អូនអាចបាទឧទាហរណ៍ខ្ញុំយកប៉ុណ្ណឹងចោះបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាយកពាក្យថាដានមកតែប៉ុណ្្នឹងទេយើងឲ្យពេលវិវលចប់មកហើយយើងសរសេរចំណងជើងទៅជាការស្រេចអញ្ចឹងយើងយកវីដេអូដែលយើងបានផុសចាស់មកតែប្រហែលខែប្រហែលឆ្នាំមុនក៏ដោយឲ្យតែយើងចង់ធ្វើ short អញ្ចឹងយើងអាចធ្វើចឹងបានហើយណាមួយវាងាយស្រួលហងបងប្អូនទាំងអស់គ្នាពីព្រោះវីដេអូដែលយើងផុសហើយយើងអាចយកវាមកវិញធ្វើ short ផ្សាយជាថ្មីចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកល្បងធ្វើបានពីព្រោះយើងធ្វើអញ្ចឹងវាអាចជំនួយในការ rank វីដេអូរបស់យើងឲ្យមានចំនួន view ច្រើនពេលយើងធ្វើអញ្ចឹងទៅពេលគេចុចចូលមើលនៅក្នុងរបស់យើងឧទាហរណ៍ថាគេឃើញពេញចិត្តកន្លែងហ្នឹងគេចុចចូលទៅវីដេអូចុចចូលទៅក្នុងវីដេអូពេញរបស់យើងក៏បានដែរបងប្អូនទាំងអស់គ្នាថា photo បងប្អូនអូខេបន្តមកយើងយកពាក្យថា next ទៀតមកបងប្អូនទាំងអស់គ្នាពេលពេញអញ្ចឹងយើងយក next ទៀតមកបាទយើងរងចាំមក plan សិនមកពេលវា process របស់វាហើយវាចុច next មកហើយយើងអាចសរសេរចំណងជើងបានហើយអញ្ចឹងបងប្អូនទាំងអស់គ្នាដែលថាកំពុងតែទស្សនាវីដេអូរបស់ខ្ញុំមួយនេះកុំភ្លេចជួយចុច subscribe និងដាក់រូបកណ្ដឹងម្នាក់វិញផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង YouTube របស់ខ្ញុំបាទហើយ YouTube របស់ខ្ញុំនឹងបង្ហាញវីដេអូថ្មីៗជារៀងរាល់ថ្ងៃបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកុំភ្លេចជួយចុច subscribe ម្នាក់មួយផងបាទអូខេឥឡូវវីដេអូរបស់យើងចិត្តពេញហើយបងប្អូនទាំងអស់គ្នាបាទនេះវា load មកចិត្តពេញហើយអូខេពេលវា load បាទពេលវា load ពេញគឺវា load មកបែបនេះអញ្ចឹងបងប្អូនទាំងអស់គ្នាផាសនៅតំណងជើងដែលយើងបាន copy មុនហ្នឹងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះយើងអាច edit មកនេះយើង edit យកអីគេបាទយើងស៊ីតំណងជើងឬអី edit នៅកន្លែងនេះដូចជា thumbnail អញ្ចឹងឧទាហរណ៍ខ្ញុំដាក់ប៉ុណ្្នឹងយកកន្លែង text នេះមកបាទឃើញទេវា load មកអញ្ចឹងតំណងជើងកន្លែងនេះយើងសរសេរហើយអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងនេះយើងដាក់ public មកយើងចង់ផុសឥឡូវក៏បានយើងដាក់អត់តន់ផុសយើងដាក់ private ទៅអញ្ចឹងខ្ញុំផុសឥឡូវបាទអញ្ចឹងខ្ញុំអត់តន់ដាក់អីទៀតទេខ្ញុំឲ្យ keyword ក៏ខ្ញុំអត់តន់ដាក់ខ្ញុំដាក់ប៉ុណ្្នឹងហើយខ្ញុំ upload short តែប៉ុណ្្នឹងជាការស្រេចបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងចូលមកមើលមកនេះវាកំពុងតែ upload short របស់យើងចូលហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាវាខ្លីៗទេសម្រាប់បងប្អូនទាំងអស់គ្នាដែលថាគាត់ទើបតែធ្វើអញ្ចឹងក៏អត់ដឹងថារបៀបយកវីដេអូចាស់ៗរបស់យើងយកទៅធ្វើ short មិនបងប្អូនអាចមើលឃើញវីដេអូនេះកុំភ្លេចជួយចុច subscribe ម្នាក់មួយផងបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះ I never made it but I